ทรงแคบเรืองលោកសួនជាចៅហ្វាយស្រុកមួយរូបនៃស្រុកសេរីសោផនអ្នកស្រុកទាំងពួងដឹងថាលោកបានតែលួចរួមរកជាមួយស្ត្រីកំព្រាម្នាក់ឈ្មោះសូយ៉ាក្រោយមកលោកត្រូវដោយរាជការធំផ្លាស់លោកទៅក្រុងភ្នំពេញលោកសួនមិនអាចនាំនាងសូយ៉ាដែលមានផ្ទៃពោះទៅជាមួយដោយសារតែម្ដាយលោកបានដណ្ដឹងកូនគេបញ្ចាំចិត្តរួចហើយលោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយ៉ាហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញនាងសូយ៉ានៅស្រុកតែម្នាក់ឯងក្រោយមកឆ្លងទន្លេបានកូនប្រុសឈ្មោះសូផាតម្ដាយកូនពីរនាក់រស់នៅយ៉ាងកំសត់សូម្បីតែសម្បត្តិមួយបន្ទាត់ពីលោកសួនក៏នាងមិនបានទទួលដែរពេលដឹងថាលោកសួនមានប្រពន្ធថ្មីនាងក៏ចាប់ផ្ដើមឈឺរហូតដល់ស្លាប់ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបាន8ឆ្នាំលុះដល់អាយុបាន12ឆ្នាំកុមារចាក់ចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួនពេលទៅដល់ភ្នំពេញសូផាតស្នាក់នៅក្នុងវត្តអូណាឡូមហើយបានស្គាល់ក្មេងម្នាក់ឈ្មោះណារិនក្រោយមកឪពុកធរណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយថ្ងៃមួយក្រោយពេលសូផាតងូតទឹករួចភ្លេចចិញ្ចៀននៅក្នុងបន្ទប់ទឹកនាងម៉ាញ៉ាចូលទៅដល់បន្ទប់ទឹកក៏ប្រទះឃើញចិញ្ចៀននោះហើយប្រគល់ឲ្យលោកអុកញ៉ាលោកក៏ជ្រាបដឹងថាសូផាតជាកូនបង្កើតរបស់ខ្លួននាងអ៊ូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់ទប់កេតជាស្ត្រីពុំបានក៏ឡើងទៅបន្ទប់សូផាតទាំងយប់តែត្រូវបានសូផាតប្រាប់ឲ្យចាក់ចេញនាងម៉ាយ៉ានប្រទះឃើញទិដ្ឋភាពបែបនេះក៏អស់សង្ឃឹមដែលខ្លួនបានចាប់ចិត្តទៅលើបុរសបែបនេះនាងកិច្ចវេះខ្លួនចេញពីសូផាតជាដរាបហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្តហើយក៏សម្រេចចិត្តចាកចេញពីផ្ទះនេះក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាកចេញពីផ្ទះលោកក៏ចេញបញ្ជាឲ្យគេតាមរកស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាជាសូផាតចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុកហើយបដូរឈ្មោះខ្លួនទៅជាផុនស៊ីឯសំណាងជាកូនញាក់មានក៏បំរុងនឹងចូលស្ទើរដេញដឹងនាងម៉ាញយ៉ានក្រោយមកនាងម៉ាញយ៉ានបានទៅជួបនឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាប្រលឹងខ្មោចសូផាតមកតាមរកនាងនៅថ្ងៃដែលនាងរៀបការនាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទជួយសង្គ្រោះពេលនោះហើយដែលសូផាតបានជួបនឹងនាងម៉ាញយ៉ានម្ដងទៀតហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយរៀងដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ហើយនាងម៉ាញយ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្តអ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញហើយជួបគ្នាដោយចៃដន្យនៅទីនោះទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញហើយរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណីហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពីពេលនោះមកប្រភេទរឿងនេះជាប្រភេទអក្សរសិល្បៈប្រឡំលោកទំនើបបែបមនោសញ្ចេតនាចលនាជាចលនាអក្សរសិល្បៈខេមរនិយមដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិគមបារាំងកាលកំណត់តែង1938អ្នកនិពន្ធរីមគិនប្រធានរឿងនេះចង់បង្ហាញពីជីវិតតស៊ូព្យាយាមរបស់យុវជនមួយរូបក្នុងនាមជាកូនកំព្រាមូលបញ្ហារឿងការផាត់កវ័តរបស់លោកសួនចំពោះនាងសូយ៉ាបន្សល់ទុកនៅកូនកំព្រាការយល់ច្រឡំរបស់កំឡោះក្រមុំសូផាតនិងនាងម៉ាន់យ៉ានបញ្ហាការតស៊ូរៀនសូត្ររបស់សូផាតស្នេហាស្មោះស្ម័គ្ររបស់កំឡោះក្រមុំសូផាតនិងនាងម៉ាន់យ៉ានឧត្តមគតិរឿងត្រូវចេះជួយយកអាសានិងទំនុកបម្រុងគ្នាទៅវិញទៅមកត្រូវចេះតស៊ូព្យាយាមជំនះរាល់ការលំបាកត្រូវគោរពប្រពៃណីទំនៀមទម្លាប់ជាតិត្រូវស្មោះត្រង់នឹងស្នេហា